អត់មានលុយទិញថ្នាំឲ្យកូនអត់មានលុយទិញថ្នាំឲ្យកូនអត់ក៏ហូបពេលដើររេចាយចេះទៅអ្នកនៅតាមផ្លូវក៏ឃើញទៅក៏ហុចជាអង្គជាលុយតិចតួចទៅបានឲ្យកូនហូបលំបាកតាំងពីក្មេងដែរពេលបានប្តីទៅស្នំតែមានសំណុកសុខស្រួលប្តីចេះយល់ចិត្តប្តីមានស្រីរហូតបាទមើលចូលឆ្នាំខ្ញុំចាប់បានរឿងមានស្រីដេកជាមួយគ្នាកាលនៅស៊ីមរៀបឈឺវាឈឺក៏ខ្ញុំមើលវាខ្ញុំលក់សក់ខ្ញុំណែមើលវាពេលគេជាគេទៅនៅមួយស្រីនឹងកន្លះខែមកគេមកវិញពេលឈឺរត់មករកប្រពន្ធចាដល់ពេលស្រាប់តែជារត់ទៅរកស្រីវិញចាអូនហើយដល់ចៅតាំងពីខ្ញុំណែអូនបាន7ខែដល់ចៅខ្ញុំតាំងពីនៅរោងមឿននាំខ្ញុំទៅធ្វើការរោងមឿនហើយដល់ពេលចិញ្ចឹមកូន3នាក់ហ្នឹងពិបាកកូនពិបាកអញ្ចឹងដែរពិបាកអញ្ចឹងពិបាករងថ្ងៃអញ្ចឹងពិបាករងថ្ងៃអញ្ចឹងហ្មងអូបងហើយចង់សុំបងជួយប្អូនបានម៉ូតូកញ្ចែកចាស់មួយឲ្យប្អូនបានលក់ដូរអញ្ចឹងកូន3នាក់ឥឡូវនេះកូនខ្ញុំមកតូចនេះពងឈឺដែរកូនតូចនឹងឈឺទៀតហើយចូលនៅពេលដែលយើងរស់នៅតែ3 4នាក់ម្ដាយកូនអញ្ចឹងហើយនេះកងរបស់គាត់បងប្អូនអើយបាទពិបាកអីខ្លះអូនដល់ពេលរស់នៅជាមួយនឹង4នាក់ម្ដាយកូនអញ្ចឹងរាល់ថ្ងៃនឹងពិបាកអីខ្លះរាល់ថ្ងៃពិបាកពេលកូនឈឺយប់លប់អត់មានអុយជូនកូនទៅពេទ្យដល់ផ្សេងម៉ូតូគេមិនបានពេលកង់ឃ្លាយក៏អត់ពេលកង់ឃ្លាអត់បានទៅរួមគេដែរពេលកង់ឃ្លាអត់បានទៅរេចាយទៀតអត់អូមានតកង់មួយនេះទីពឹងបាទចាំកូនរាល់ថ្ងៃបងប្អូននេះកង់របស់គាត់នឹងគឺចាស់ហើយបងប្អូនអើយបាទដើររើអេតចាយនេះបាទដើររើអេតចាយហើយកង់វិញគឺពុកផុយនេះកូនរបស់គាត់គឺដាក់នៅលើរឹងបាទកូនតូចពៅហ្នឹងគឺដាក់នៅលើដៃកង់អញ្ចឹងទៅហើយជីដឹកកូនបាទហើយកូនទូច2នាក់នេះអង្គុយពីក្រោយបាទហើយម្ដាយហ្នឹងជាអ្នកដប់អញ្ចឹងទៅហើយដល់ពេលប្តីនោះឲ្យទៅរលុយទៅបាត់តាំងពីគាត់ពោះធំអត់ដែរមកលេងទេហើយឥឡូវហ្នឹងកូនអត់មានអីហូបទេនេះបាទរញ៉ាំអីគេកូនរញ៉ាំអីគេរញ៉ាំអីចង់ញ៉ាំអីគេបងប្អូនហើយកូន3នាក់នេះភ្នែកឡើងកឡងនេះអត់មានអីហូបទេឥឡូវថ្ងៃហ្នឹងម្ដាយរើសសវកកំប៉ុងបានតែ2 3ទេនេះបាទថ្ងៃហ្នឹងរើសសវកកំប៉ុងបានតែ2 3ហើយលក់បានប្រហែលទៅមើលកំប៉ុងមានប៉ុន្មានកំប៉ុងហ្នឹងហើយប៉ុណ្ណឹងលក់បានប៉ុន្មានទៅអូន30បង30មកទឹកប្រហែលលក់ម្ដងមិនសមតបានមកទឹកបានលក់ម្ដងហើយលក់ម្ដងបានប៉ុន្មានទៅបានខ្លះមិនសមមកទឹកបានកំប៉ុងច្រើនបាន10000ជាងមកថាដបច្រើនជាងកំប៉ុងបាទបាន6 7ពឿនបានរួចទៅមកទឹកអញ្ចឹងទៅបាន10000ជាងថ្ងៃណាមិនសូវមានទៅបាន7 8000អញ្ចឹងទៅអូបងប្អូនហើយបាទរស់នៅ4នាក់ម្ដាយនិងកូនហើយឥឡូវហ្នឹងគឺប្តីរត់ចោលទៀតបាទហើយផ្ទះហ្នឹងអង្គការគេធ្វើឲ្យទេបាទប៉ុន្តែឥឡូវសំខាន់ហ្នឹងគឺគាត់ចង់ស្នើទៅដល់បងប្អូនគាត់ចង់បានកង់មួយក៏បានឬក៏មានជាម៉ូតូចាស់អីមួយក៏បានដែរសម្រាប់គាត់ជិះលក់អីវ៉ាន់ជាមួយនឹងកូនរបស់គាត់បាទតើបានក្រីក្របានយកកូនទៅពេទ្យកើតមិនចឹងអូនគ្រូខ្ញុំអត់មានលុយទៅពេទ្យអត់មានលុយទៅពេទ្យវាណែពេលកដាយប់មកវាចេញល្មើសជើងល្មើសកភ្លឺអូចាឥឡូវហ្នឹងអត់មានលុយទៅពេទ្យទេហើយត្រូវការលុយប៉ុន្មានដើម្បីទៅពេទ្យហ្នឹងអត់ដឹងដែរក្នុងពេទ្យគេយកប៉ុន្មាននៅពីមុនមានតែបានក្រីក្រចុះពីមុនមកបានក្រីក្រគេយកប៉ុន្មានមានបានក្រីក្រអត់អស់លុយអត់អស់លុយទេបងប្អូនហើយបាទរស់នៅ3 4នាក់ម្ដាយកូនហើយផ្ទះនេះខាងអង្គការគេធ្វើឲ្យនេះបាទក្រខ្សត់ពិបាកខ្លាំងមែនតើជិះកង់ដើររេចាយបាទអត់មានលុយទិញថ្នាំឲ្យកូនអត់មានលុយទិញថ្នាំឲ្យកូនអត់ក៏ហូបពេលដើររេចាយចេះទៅអ្នកនៅតាមផ្លូវក៏ឃើញទៅក៏ហុចជាអង្គជាលុយតិចតួចទៅបានឲ្យកូនហូប
លំបាកតាំងពីក្មេងដែរពេលបានប្តីទៅខ្ញុំតើមានសំណុកសុខស្រួលប្តីចេះយល់ចិត្តប្តីមានស្រីរហូត បាទ មកហឺចូលឆ្នាំខ្ញុំចាប់បានរឿងមានស្រីដេកជាមួយគ្នាកាលនៅសៀមរាបឈឺវាឈឺក៏ខ្ញុំមើលវាខ្ញុំលក់សក់ខ្ញុំណែមើលវាពេលគេជាគេទៅនៅមួយស្រីនឹងកន្លះខែបានគេមកវិញពេលឈឺរត់មករកប្រពន្ធ ចា នៅពេលស្រាប់តែជារត់ទៅរកស្រីវិញ ចា ហើយជួននៅពេលដែលយើងនៅផ្ទះអញ្ចឹងពេលយប់ពេលអីកូនឈឺកូនអីហ្នឹងយើងបានអីជូនគាត់ទៅហ៎ អត់បង អត់មានទេ ចា ធ្វើម៉េចទៅអូននៅពេលកូនឈឺកូនអីយប់ប្រលប់ទៅ ប៉ារ៉ាដាក់ប៉ារ៉ាលេបកូនជូត ដាក់ថ្នាំឲ្យលេបទៅឲ្យភ្លឺទៅ ចា ដែលមានថ្ងៃណាខ្លះគាត់ឈឺខ្លាំងអីត្រូវបញ្ជូនគាត់ទៅពេទ្យទាំងយប់ហ៎ អត់ទេបង អត់អីទេណា ខ្លាំងប៉ុណ្ណាក៏ដែរបញ្ជូនពេទ្យទៅទាំងយប់ដែរ ឈឺខ្លាំងប៉ុណ្ណាក៏សុកចិត្តដេកទ្រាំទៅឲ្យភ្លឺដែរ ដេកត្រឹមដល់ភ្លឺ អូ បានកង់នេះដប់កូនទៅពេទ្យ បាទចុះនៅពេលដែលបងអូនជិះកង់ដើររើសអេតចាយអីតាមផ្លូវអញ្ចឹងពេលគេឃើញគេអីគេមានជួយយើងអាណិតអាសូរអីជួយយើងខ្លះអីហ៎ ពេលអ្នកឡានគាត់ឃើញគាត់ជួយលុយ4 5ពឿនជូនកាលក៏បាន10000ទៅបានលុយនៅឯចាយរ៉ែរហូតវានៅក៏វាមិនថាជួយមើលកូន បាទ ពេលកូនឈឺយប់លប់កូនក្តៅខ្លួនយប់លប់ខ្ញុំត្រូវការមើលវាខុសខ្យល់អត់ឲ្យខ្ញុំមើលទេចាំឲ្យខ្ញុំមើលពេលព្រឹកចាំឲ្យខ្ញុំមើលកូនពេលព្រឹកឆ្លោះគ្នាមកយប់ណែ ហេតុអីបានចាំឲ្យមើលកូនពេលព្រឹក គេថ្លង់ គេថ្លង់ គេហត់មកថាទៅចោលនោះចូល7 8ខែ ទៅចោល7 8ខែហើយដល់ពេលអញ្ចឹង3 4នាក់ម្ដាយកូននឹងចេះតែដើររើសអេតចាយទៅអញ្ចឹង ចាពេលម្ដងគេសួរនឹមថាម៉េចថ្ងៃចាំកូន3នាក់នេះអត់រស់ហា សួរអញ្ចឹងទៀតសួរថាយើងនឹងអីក៏អន់មែនចាំកូន3នាក់មិនរស់មែនសួរអញ្ចឹងទៀត ចា អូបងប្អូនបាទហើយអត់សូវស្រួលខ្លួនណាអូនអត់សូវស្រួលខ្លួនណាបងប្អូនបាទហើយនេះកង់ដែលគាត់ជិះដើររើសអេតចាយ3 4នាក់ម្ដាយកូនហ្នឹងបាទកូន2នាក់ដាក់អង្គុយខាងក្រោយអញ្ចឹងទៅបាទអូនទូចនោះដាក់ចូលនៅក្នុងរឹងដៃកង់នេះបងប្អូនហើយប្តីហ្នឹងរត់ចោលទៀត ពេលនេះដល់ខែទឹកចូលស្រះវិញខ្ញុំទៅចាប់ត្រីស្រះម៉ោង2ម៉ោង3យប់នោះ អូចុះកូន កូនដេកនៅលើផ្ទះពេលកូនដេកស្ងាត់បានខ្ញុំចុះទៅ អូកូនដេកនៅលើផ្ទះហើយចងទ្វារពីក្រៅអញ្ចឹងទៅ ចា ហើយយើងទៅរកត្រីទៅ ទៅរត់ត្រី អូបងប្អូន ខ្ញុំដើរដាក់បកាយតាមស្រះ ដើរដាក់បកាយតាមស្រះ ចា អូហើយយកត្រីហ្នឹងមកចាំកូនទៅ ចា អូបងប្អូនហើយ ប្តីខ្ញុំនៅក៏ប្តីខ្ញុំណែនឹកគ្នាខ្វល់ពីប្រពន្ធកូនមិននេះ